สุดท้ายตอนนี้ជាពិសេស skill worker ដែលមានអំណងការសាសុំទៅរស់នៅប្រទេសកាណាដានៅក្នុងវីដេអូខ្ញុំចង់ជម្រាបជូនតែតងជាមួយនឹងកម្មវិធីពិសេសមួយដែលជាកម្មវិធីរដ្ឋាភិបាលកាណាដាគឺគេបើកក៏ដូចជាផ្ដល់សិទ្ធិជាចន្ទ្រៃជាប្រចាំឆ្នាំគឺច្រើនមែនទែនខ្ទង់ជាង 10,000 នាក់ហើយសម្រាប់កម្មវិធីនេះគឺយើងមានឈ្មោះថា skill visa ឬក៏យើងអាចហៅម្យ៉ាងគេថាជាប្រភេទកថា point test based system ព្រោះតែតើជាមួយនឹងកម្មវិធីនេះគឺមានការបុកបន្ទុកមានការកណនាបន្ទុកបេក្ខជនតើតែមានលក្ខខណ្ឌគ្រប់គ្រាន់មានបន្ទុកគ្រប់គ្រាន់ទើបគាត់អាចស្នើសុំទៅតាមកម្មវិធីនឹងបានហើយចំពោះតកតងជាមួយនឹងកម្មវិធី skill visa នេះវាមានច្រើនប្រភេទប៉ុន្តែប្រភេទដែលអាចត្រូវជាមួយនឹង skill worker នៅខ្មែរបានគឺប្រភេទកថា federal skill worker program ឬក៏យើងហៅកាត់ថា FSWP តកតងជាមួយកម្មវិធីនេះហើយបានខ្ញុំ recommend ក៏ជាជំរុញលើកទឹកចិត្តឲ្យ skill worker នៅខ្មែរពិចារណាក៏ជាស្នើសុំទៅតាមកម្មវិធីហ្នឹងពោះតើតើជាមួយនឹងកម្មវិធីហ្នឹងគឺអ្នកទាំងគ្នាទទួលបានសិទ្ធិជាអចិន្ត្រៃយ៍ដោយផ្ទាល់តែម្ដងគេហៅថា direct permanent resident នៅពេលដែលអ្នកទាំងជាប់គឺបានសិទ្ធិជាអចិន្ត្រៃយ៍ដែលមិនចាំបាច់មានការកាន់work permit សិនទេគឺយើងបានសិទ្ធិជាអចិន្ត្រៃយ៍តែម្ដងហើយចំពោះតើតងជាមួយលក្ខខណ្ឌនៃកម្មវិធី Federal Skill Worker Program នេះយើងមាន6ចំណុចសំខាន់ទី1តើតងជាមួយនឹងអាយុសម្រាប់អាយុនេះគឺមិនមានការកំណត់ទេគាត់ថាតើតងជាមួយបន្ទុកដែលអាយុដែលអាចទទួលបានបន្ទុកហ្នឹងគឺអាយុចន្លោះពី8 10ដល់46ឆ្នាំហ្នឹងតើតងជាមួយនឹងអាយុដែលអាចទទួលបានបន្ទុកនៃកម្មវិធីនឹងបានតើតងជាមួយនឹងការសិក្សាសម្រាប់តើតងជាមួយនឹងប្រភេទ skill visa នេះគេទាមទារយ៉ាងហែងណាក៏សញ្ញាបត្របាក់ឌុបដែលមានតម្លៃស្មើទៅនឹងបាក់ឌុបរបស់កាណាដាដែរទី2តើតងទី3តើតងជាមួយនឹងបទពិសោធន៍ការងារចំពោះបទពិសោធន៍ការងារគេទាមទារបទពិសោធន៍ការងារជំនាញឧទាហរណ៍ជាក់ស្ដែងតើតងបទពិសោធន៍ការងារផ្នែកខាងវិស្វករខាងគណនេយ្យឬក៏ការគ្រប់គ្រងអីជាដើមនេះគេហៅថា skill experience ហើយតើតងជាមួយបទពិសោធន៍ហើយគេទាមទារយ៉ាងណាក៏1ឆ្នាំឡើងទៅដែរចំពោះលក្ខខណ្ឌទី4គឺរឿងភាសានៅកាណាដានេះគឺគេអាសិបគេទទួលយកតើតងជាមួយនឹងភាសា2គឺភាសាបារាំងហើយនិងភាសាអង់គ្លេសចំពោះភាសាអង់គ្លេសដែលយើងហៅថា CLB ឬក៏ IELTS ហ្នឹងសម្រាប់ CLB គេទាមទារ7ចុចដែលស្មើនឹង IELTS គឺ6ចុចហ្នឹងតើតងជាមួយរឿងភាសាហើយចំពោះតើតងជាមួយនឹងលក្ខខណ្ឌទី5គឺរឿងបន្ទុកគេទាមទារឲ្យបេក្ខជនហ្នឹងគឺត្រូវមានបន្ទុកយ៉ាងហោចណាស់ក៏67ឡើងទៅដែរទើបគាត់អាចគ្រប់លក្ខខណ្ឌទៅតាមកម្មវិធីនឹងបានសួរថា67បន្ទុកយើងបានតាមរយៈអីគេរឿង67បន្ទុកនេះគឺយើងបានតាមរយៈអាយុតាមរយៈការសិក្សាបទពិសោធន៍ការងារភាសាអង់គ្លេសឬក៏ភាសាបារាំងហ្នឹងឬក៏តាមរយៈដៃគូបើយើងទៅបើសិនជាអ្នកទាំងអស់គ្នាមានគ្រួសារហ្នឹងតើតងជាមួយនឹងរឿង67បន្ទុកហ្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាតើលក្ខខណ្ឌឬក៏បន្ទុកអ្នកទាំងអស់គ្នាគ្រប់គ្រាន់ឬក៏បែបម៉េចអ្នកទាំងអស់គ្នាអាចតទៅមក AC Visa បានយើងនឹង check ជូនអត់គិតថ្លៃទេតើតងជាមួយនឹងលក្ខខណ្ឌទាំងអស់ហ្នឹងហើយចំពោះតើតងជាមួយលក្ខខណ្ឌទី6គឺតើតងជាមួយរឿងនយោជកក៏ជាការងារគាត់ថាតើតងជាមួយនឹងលក្ខខណ្ឌទី6នេះមានក៏បានមិនមានក៏បានទេមិនតម្រូវចាំបាច់ទេនឹងតើតងជាមួយនឹងលក្ខខណ្ឌទី6គាត់ថាបើសិនជាអ្នកទាំងអស់គ្នាមាននយោជកនៅកាណាដាប្រកការងារឲ្យអ្នកទាំងអស់គ្នាគឺយើងនឹងទទួលបានបន្ទុកបន្ថែមតែបើសិនជាអត់បានទេមិនជាបញ្ហាទេមិនជាបញ្ហាទេអ្នកទាំងអស់គ្នានៅតែអាចស្នើសុំបានធម្មតាទេអត់ជាបញ្ហាទេតើតើខ្ញុំមានលក្ខខណ្ឌទី6ហើយចំពោះអត្ថប្រយោជន៍វិញដែលខ្ញុំជម្រាបថាដែលបានពួកខ្ញុំ recommend ក៏ជាជំរុញឲ្យបេក្ខជនយើងពិចារណាក្នុងការស្នើសុំតាមកម្មវិធីហ្នឹងដោយសារតែតងជាមួយនឹងអត្ថប្រយោជន៍ទី1គឺយើងបានសុទ្ធជាចន្ទ្រៃដែលផ្ទាល់តែម្ដងមិនចាំបាច់រងចាំវពុមិត្តសិនហើយបន្តមកបានយើងស្នើសុំសុទ្ធជាចន្ទ្រៃជាជំហានទី2គឺមិនចាំបាច់ទេហើយតងជាមួយនឹងអត្ថប្រយោជន៍សំខាន់បំផុតហើយតើតងជាមួយនឹងទី2នេះគឺយើងអាចទៅទាំងគ្រួសារបានគាត់ថាទាំងគ្រួសារគឺយើងសម្រាប់ទៅប្រិយប្រពន្ធហើយនឹងកូនចំពោះអត្ថប្រយោជន៍ទី3តកតងជាមួយនឹងប្រភេទកម្មវិធីនេះនៅពេលដែលអ្នកទាំងគ្នាជាប់គឺយើងចង់ទៅរស់នៅចង់ទៅធ្វើការងារនៅខេត្តណានៃប្រទេសកាណាដាក៏បានដែរมันមានការតម្រូវឬក៏កំណត់ឬក៏ចាត់តាំងអ្នកទាំងគ្នាទៅនៅខេត្តនេះខេត្តនោះគឺมันមានការកំណត់ឬក៏ចាត់តាំងបែបហ្នឹងទេចំពោះតកតងជាមួយអត្ថប្រយោជន៍ទី4គឺយើងអាចគេថា claim social benefit ក៏ដូចជា health care បានសម្រាប់អ្នកដែលគាត់មានសិទ្ធិជាចន្ទ្រៃចំពោះលក្ខខណ្ឌទី5នេះគឺល្អមែនទែនសម្រាប់អ្នកគាត់មានកូនគឺកូនអ្នកទាំងនេះគឺទទួលបានការសិក្សាដែលឥតគិតថ្លៃសម្រាប់វិទ្យាល័យចុះក្រោមក្នុងករណីបើសិនជាកូនចូលដល់វគ្គគេថារៀនសាកលវិទ្យាល័យសម្រាប់ការបង់សាកលវិទ្យាល័យគឺយើងបង់ក្នុងលក្ខខណ្ឌយើងជាគេថា local អ្នកក្នុងស្រុកអញ្ចឹងវាធូរមែនទែនបើធៀបជាមួយនឹងអ្នកដែលគាត់គេថាកាន់ជា student visa ឬក៏អ្នកដែលគាត់ជាសិស្សអន្តរជាតិគឺខុសគ្នាឆ្ងាយមែនទែនតែទៅជាមួយនឹងការបង់សាកលវិទ្យាល័យហើយចំពោះតកតងជាមួយអត្ថប្រយោជន៍ទី6
สำหรับในกฎมีนสิทธิ์ในใจจันทร์คือกฎมีนสิทธิ์ขนมการปลองยุสินจิตกันนามันก่อนตาการปลองยุสินจิตกันนาคือเนี่ยให้เติมผมปิ่นแต่ตรงจมูกสเตอริควายมันคือเกิดทีมที่แต่ตรงจมูกยืนเติมกันสิทธิ์ในใจจันทร์อย่าไปปรามช้ำก่อนทาอย่าไปปรามช้ำคือยืนเติมผมปิ่นการตาสเตอริควายมันคือรู้โกการตาการรุนในขนมตักใดกันนาอย่างไรนักก็บานใบชนามได้คือยืนมีสิทธิ์ขนมการปลองยุสินจิตได้ที่แต่ตรงจุดบนนักการทับประโยชน์ในกรรมที่สเกลวีซ่าจึงสำหรับนักท่องเที่ยวได้มีบ่มนองของการสะสมเตอร์รูเนอร์แคนาดาตามประเภทตัดทากาดูโคสเกลวีซ่านี่น้องนี้อาจจะโตมาไอซีวีซ่ามันยืนนั้นปลอปอมีหลุมวัดกระดูจีเช็คเนี่ยคันนักท่องเที่ยวตาเนี่ยคันนักท่องเที่ยวไอสะสมตามกรรมที่หนึ่งออดขวากขาดไอดูโคตรบ่มไปนี้คือยืนนั้นจำเป็นจุนหลุมวัดตายไปแล้วให้จำพวกการเช็คการจำเป็นจุนดูโคปลอปอมีหลุมวัดคือเหมือนเป็นการบองประมุนที่คือยืนปลอจุดกระทายตายไปแล้วจึงนำไปกับหอยการดอกรอในการลองหู้ในตรงนี้อาจจะโตมาไอซีวีซ่ามันยืนนั้นโรงจำนักท่องเที่ยวกระดูจีเรียบจำกิจการนี้น้องที่นำไปบ้านสะดวกในเชียงรายแต่ตามประเภทสเกลวีซ่าในจุดต่างๆนี่สมบูรณ์